សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកមើលពីរបៀបដុតមាន់និងខ្នុរទាំងអស់គ្នាគ្រឿងផ្សំមាន់ខ្នុរស្លឹកតើយរំដេងស្លឹកក្រូចប្រេងឆាមួយកូនចានរបៀបធ្វើដាក់ស្លឹកតើយរំដេងស្លឹកក្រូចដាក់ប្រេងឆាមួយកូនចានមាន់ដែលបានប្រឡាក់គ្រឿងដាក់ខ្នុររួចដាក់ទឹកមួយកូនកែវរួចយកទៅដាក់លើចង្ក្រានទុកមួយសន្ទុះរួចប្រែសាច់មាន់ទុកមួយសន្ទុះទៀតប្រែសាច់មាន់ម្ដងទៀតទុករហូតដល់ឆ្អិនល្អលុះខ្នុរនិងសាច់មាន់ឡើងរួចលើកដាក់ចានជាការស្រេចអរគុណសម្រាប់ការទស្សនាវីដេអូសូមជួយ Subscribe Channel